នព្រះអាទិត្យរះមកដល់ហើយបងប្អូនយើងត្រូវក្រោកឡើងធ្វើការទោះបីជាហត់នឿយយ៉ាងណាក៏យើងត្រូវតែខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជីវភាពគ្រួសារនេះជាជីវិតប្លុកខ្មែរនៅឆ្ងាយស្រុកពីទឹកដីកូរ៉េខ្ញុំចាំជានិច្ចកន្លែងដែលខ្ញុំធ្លាប់ធ្វើការហូរញឹងដើម្បីអនាគតមិនដែលគិតថាហត់នឿយឡើយចេះចិត្តខ្ញុំនៅតែរឹងមាំព្រោះខ្ញុំជាខ្មែរដែលចេញតស៊ូបីតួនៅឆ្ងាយពីផ្ទះតែចិត្តខ្ញុំនៅតែមានសេចក្តីស្រឡាញ់ថែរក្សាប្រពៃណីខ្មែរឲ្យបានល្អគោរពសាសនានិងចាស់ទុំបង្ហាញឲ្យពិភពលោកបានឃើញនៅវប្បធម៌ដ៏ល្អរបស់ខ្មែរយើងមាតុភូមិកម្ពុជាជាទីស្នេហាសូមចាំរូបខ្ញុំផងសូមរងចាំរូបខ្ញុំផងពេលចប់ភារកិច្ចខ្ញុំនឹងវិលវិញទៅរកគ្រួសារនិងបងប្អូនដោយភាពសប្បាយរីករាយ